ជំហានទី2ទើបមានបកស្រាយលម្អិតអំពីប្រវត្តិសាស្ត្រខ្មែរទាំង11សម័យកាលគឺមានបកស្រាយអំពីចំណុចខ្លាំងនិងចំណុចខ្សោយនៅក្នុងសម័យកាលនីមួយៗហ្នឹងហេតុអីបានយើងត្រូវសិក្សាអំពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងដើម្បីធ្វើឲ្យប្រទេសជាតិរបស់យើងរីកចម្រើនយើងត្រូវតែស្គាល់នៅប្រវត្តិសាស្ត្ររបស់យើងឲ្យបានច្បាស់ដើម្បីធ្វើឲ្យខ្លួនឯងមានការរីកចម្រើនយើងត្រូវតែស្គាល់នៅខ្លួនឯងអាហ្នឹងហើយដែលយើងត្រូវសិក្សាអំពីប្រវត្តិសាស្ត្រហើយចុះនៅក្នុងវីដេអូនេះហេតុអីបានជាខ្ញុំលើកយកប្រធានបទពាក់ព័ន្ធជាមួយនឹងខ្មែរក្រហមព្រោះខ្មែរក្រហមគឺជាប្រវត្តិសាស្ត្រមួយរបស់ខ្មែរហើយក៏ជាប្រវត្តិសាស្ត្រចុងក្រោយផងដែរបើយើងគិតទៅនៅក្នុងឆ្នាំ1970ជាងទេគឺថ្មីនៅឡើយទេមានន័យថាដូនតារបស់យើងយាយរបស់យើងគឺពួកគាត់ឆ្លងកាត់នៅរបបខ្មែរក្រហមពូអ៊ំមីងរបស់យើងដែលគាត់មានអាយុ40ឆ្នាំឡើងទៅ50ឆ្នាំឡើងគឺគាត់ប្រកាសជាធ្លាប់ជួបប្រទះនៅក្នុងសម័យខ្មែរក្រហមហើយអញ្ចឹងគាត់នឹងដឹងថាសម័យខ្មែរក្រហមហ្នឹងវាសាហាវខូយ៉ាងម៉េចជោគវាសនារបស់មនុស្សទាំងអស់គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្មែរក្រហមតែម្នាក់គាត់គឺពួកខ្មែរក្រហមជាអ្នកសម្រេចជោគវាសនាប៉ុន្តែបងប្អូនមានដឹងទេថាប៉ុលពតសាហាវប៉ុលពតសម្លាប់មនុស្សយ៉ាងខូហ្នឹងដោយសារស្អី